បាទជំរាបសួរពុកម៉ែបងប្អូនម្សិលមិញពុកម៉ែបងប្អូនឃើញបជាវការធ្វើដំណើរពីបែកគូសមកកែបឥឡូវនេះមកនេះខ្ញុំបានមកដល់កោះទន្សាយហើយបាទគឺកោះទន្សាយឥឡូវនេះយើងឃើញថាមិនដូចមុនទៀតទេគឺមានការប្រែរូប360ដឺក្រេជាក់ស្ដែងដូចពុកម៉ែបងប្អូនបានឃើញហើយផ្លូវដែលយើងធ្លាប់តែដើរពីមុនគឺផ្លូវដីត្រូវឯងពុកម៉ែបងប្អូនបាទប៉ុន្តែឥឡូវនេះគឺមានការចាក់បេតុងហើយយើងឃើញសោភ័ណភាពផ្លូវគឺស្អាតមែនតែនអមដោយស្មៅនេះពុកម៉ែបងប្អូនឃើញផ្កាឃើញអីអូស្អាតមែនតែនបាទឥឡូវនេះកោះទន្សាយគឺហាក់បីដូចជាអាចនិយាយបានថាឋានសួគ៌មួយដែរហើយឋានសួគ៌របស់កម្ពុជាមួយដែរគឺជាកោះសម្រាប់ទទួលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងគឺមិនខុសទេដោយសារអីគឺមានខ្ចោះមានអីនេះគឺស្អាតមានការរៀបចំបានល្អមែនតែនអនាម័យក៏ស្អាតបានច្រើនមែនតែនដែរហើយបាទជាក់ស្ដែងគឺទេសភាពបាទទេសភាពនៅកន្លែងនេះគឺស្អាតមែនតែនកោះទន្សាយគឺយើងអាចងូតទឹកបានទៀតហើយសម្រាប់តម្លៃយ៉ាងណានោះសូមពុកម៉ែបងប្អូនបន្តិចទៀតទៅជួបទាំងអស់គ្នាទៅជួបម្ចាស់តូបម្ចាស់ហាងទាំងអស់គ្នាបាទអូបាទបានមកជួបលោកពូម្ចាស់ហាងឯងឥឡូវសូមទៅជួបគាត់បន្តិចមើលមានសួរលោកពូបាទខ្ញុំធ្លាប់តែមកកោះទន្សាយហ្នឹងពូបាទមកច្រើនឆ្នាំមុនហ្នឹងណាបាទប៉ុន្តែមកដល់លើកនេះបាទគឺឃើញថាមានការប្រែប្រួលច្រើនមែនតើខុសប្លែកអញ្ចឹងការអភិវឌ្ឍនេះចាប់តាំងពីពេលវេលាណាមកដែរលោកពូការអភិវឌ្ឍគម្រោងផ្លូវអីតខ្សែភ្លើងតអីហ្នឹងពេលវេលាចូលប្រហែលជា2ឆ្នាំហើយណាបាទហ្នឹងគម្រោង ADB នេះបាទតែដំណើរការតែផ្លូវឯងតែសម្រាប់ទឹកអីភ្លើងអត់ដំណើរការទេបាទអញ្ចឹងបានថាមកដល់វេលានេះគឺប្រហែលជា2ឆ្នាំហើយគម្រោងរបស់ ADB បាទប៉ុន្តែគឺយើងគម្រោង ADB គឺគាត់បានរៀបចំសម្ព័ន្ធភាពដូចជាផ្លូវឲ្យទាំងអស់ណាគាត់ថាឥឡូវយើងបានដំណើរការផ្លូវហើយប៉ុន្តែនៅភ្លើងអត់ទាន់មកដល់ទេណាបាទប៉ុន្តែចុះយើងប្រើភ្លើងអីគេដែរភ្លើងម៉ាស៊ីនរៀងខ្លួនភ្លើងម៉ាស៊ីនរៀងខ្លួនហើយថែមសូឡាខ្លះណាបងណាអត់មានសូឡាទេអូអត់ទាន់មានសូឡាដែរណាចុះពេលយកទៅយើងអត់មានប្រើសូឡាជំនួយអីដែរខ្លះអត់ផងបងអូបាទអញ្ចឹងបាទទៅថ្ងៃមុខយើងដាក់ថែមសូឡាទៀតកាន់តែល្អណាបងណាយើងអាចកាត់បន្ថយសូឡាទៀតល្អបងបាទកាត់បន្ថយការចំណាយម៉ាស៊ីនភ្លើងបាទចុះពាក់ព័ន្ធទៅនឹងតម្លៃបន្ទប់វិញព្រោះអីកុំឲ្យគេខ្លាចថាដូចរៀបចំល្អស្អាតអញ្ចឹងទៅមានការថ្លៃអីពិបាកមកលេងអីចឹងណាបន្ទប់សម្រាប់ក្រេ1យើងដាក់តម្លៃ25ក្រេ1 25នេះណាបាទក្រេ2 35ក្រេ2 35អាហ្នឹងយើងដាក់ភ្លើងឲ្យពីម៉ោង6ល្ងាចដល់ម៉ោង6ព្រឹកហ្នឹងបាទម៉ោង6ល្ងាចដល់ម៉ោង6ព្រឹកបាទអញ្ចឹងដូចយើងបានដឹងហើយតម្លៃគឺអត់ថ្លៃទេបងប្អូនរកណាបានតម្លៃប៉ុណ្នេះហើយនៅលើកោះដែលមានគេហៅថាទេសភាពសោភ័ណភាពដ៏ស្រស់ស្អាតទៀតណាលោកគ្រូអញ្ចឹងសូមបញ្ជាក់ម្ដងទៀតក្រែ1គឺ25បាទហើយក្រែ2 35បាទអញ្ចឹងក្រែ2 35ហើយសម្រាប់អគ្គិសនីវិញភ្លើងវិញគឺបំរើចាប់ពីម៉ោង6ល្ងាចរហូតដល់ម៉ោង6ព្រឹកបាទអញ្ចឹងគឺប្រើបបោបាទអញ្ចឹងមិនខ្លាចថាមកតិចអត់មានភ្លើងអត់មានអីអាងឹតទៅបាទទោះបីជាថាយើងបណ្ដាញភ្លើងរបស់រដ្ឋអត់ទាន់មកដល់ទេនៅកន្លែងនេះប៉ុន្តែបាទម្ចាស់កន្លែងនីមួយគឺគាត់មានម៉ាស៊ីនបំរើយើងរហូតពីម៉ោង6ល្ងាចរហូតដល់ម៉ោង6ព្រឹកអញ្ចឹងភ្លើងគឺគ្រប់គ្រាន់ហើយសម្រាប់ម្ហូបអាហារទៀតសោតគឺមានតម្លៃសមរម្យណាលោកពូណាបាទគឺមានគ្រប់មុខណាលោកពូណាម្ហូបអាហារនេះបាទគឺមានគ្រឿងសមុទ្រមានបង្គាមានមឹកមានក្តាមបាទហើយអញ្ចឹងយើងមិនបាច់ពិបាកថាមកដល់កន្លែងនេះពិបាករកអីញ៉ាំពិបាកអីចឹងមិនបាច់ទេណាអត់មានបារម្ភរឿងហ្នឹងទៀតទេណាយើងមកតែខ្លួនក៏បានដែរបាទអញ្ចឹងឥឡូវគឺមានភាពងាយស្រួលច្រើនក្នុងមួយថ្ងៃឥឡូវលោកពូអាចប៉ាន់ស្មានបានទេថាតើមានភ្ញៀវទេសចរដែលគាត់មកលេងនៅកោះយើងនេះទងហើយប្រហែលអ្នកដែរលោកពូវាអត់ទៀងបងសម្រាប់ថ្ងៃច័ន្ទគៀពុទ្ធអីហ្នឹងវាអត់មានទេបាទតែចុងសប្តាហ៍ថ្ងៃសៅរ៍អីហ្នឹងវាមានច្រើនបាទអញ្ចឹងច័ន្ទគៀពុទ្ធវាដល់ថ្ងៃដែរថ្ងៃបុណ្យទានបាទអញ្ចឹងសៅរ៍អាទិត្យភាគច្រើនបានមានច្រើនណាហើយបុណ្យទានបានកាន់តែច្រើនហ្នឹងហើយបងបាទហើយសូមជូនពរម្ដងទៀតឲ្យរបស់ពូកាន់តែកំកើនអរគុណច្រើនហើយក៏សូមឲ្យភ្ញៀវទេសចរមកលេងកាន់តែច្រើននៅលើកោះទន្សាយយើងនេះព្រោះថាឥឡូវនេះមិនដូចពីមុនទេមកគឺភ្ញាក់ផ្អើលមែនតើព្រោះខ្ញុំធ្លាប់មកពីការប្រហែលឆ្នាំមុន
មកដល់គឺអត់ទាន់មានការអភិវឌ្ឍបែបនេះទេគឺផ្លូវអីគឺយើងនៅដើរផ្លូវដីឥឡូវទេប៉ុន្តែឥឡូវគឺថាមកគឺប្លែកភ្នែកហើយសម្បីតែស្មៅហើយសុំលំអផ្កានេះក៏ស្អាតដែរបាទស្អាតជាងមុនគឺថាដាច់ហ្មងបាទរបស់យើងបាទបាទឥឡូវយើងមកដល់បន្ទប់ហើយឥឡូវឡើងទៅមើលទាំងអស់គ្នាតាឥឡូវនេះផ្ទះសំណាក់បានឥឡូវបានមកដល់ហើយតាយើងចូលទៅមើលទាំងអស់គ្នានេះអូបាទអញ្ចឹងបន្ទប់នេះក្រែ2គឺមានការដាក់មុងដែលឲ្យយើងបានស្អាតមែនតើបាទហើយគឺយើងនេះណៅគឺផាសុខភាពបាទអូពូកនេះអង្គុយមកក៏ទន់ល្អដែរបាទហើយយើងគឺមាននេះក្រែមួយទៀតអញ្ចឹងបន្ទប់នេះគឺក្រែ2បែបយើងមកលេងនៅកោះគឺបែបធម្មជាតិបាទអញ្ចឹងมันបាច់បារម្ភថាក្តៅអីទេបាទគឺអត់ក្តៅទេដាក់ត្រឹមតែហាលនឹងយប់ឡើងតែអាចនឹងល្ងាញាក់ផងក៏មិនដឹងបាទគឺយើងតម្លៃ$35សម្រាប់បន្ក្រែ2ល្មមបាទល្មមហើយអូលហើយបាទចោលមកលហើយល្អនេះហើយខាងនេះខាងក្រៅគឺយើងអាចអង្គុយលេងមានអង្រឹងមានអីចឹងទៅបាទនេះលំហែអារម្មណ៍បាទហើយមើលទេសភាពសមុទ្រដើមដូងស្មៅអូយបាទពិតជាមានអារម្មណ៍ស្រស់ស្រាយមែនទែន